cầm lăng phượng đại bờ chia chơi nhầm pi đom phượng càng cao màu á đom phượng chỉ kiêng mục dương chọn đăng thả vì nó sát từ cò mình sát dương cạch ôm mệt mò trôi mò đi rồi ac máu khang ôm mệt bò cỏ hóm ôn chạ khang sai phượng mà khang tiết ôn chạ mà tu đó và chạ đặt lò máuហើយយើងធ្វើការបច្ឆេះអញ្ចឹងនៅពេលដែលម៉ូតូក្រងទីបានទូលេខចាប់ពី18ទៅ35វ៉ុល AC អាហ្នឹងយើងក្រងទីទូចឬក៏ក្រងទីធំចន្លោះប៉ុណ្ណឹងអញ្ចឹងនៅពេលដែលយើងតម្លើងហ្គាងងទៅបើសិនជាដុំភ្លើងនៅស្អាតវាឡើងទូលេខរហូតដល់9ជាង140អីបើសិនជាយើងបានទូលេខបែបហ្នឹងបញ្ជាក់ថាដុំភ្លើងនេះมันមានជាបញ្ហាទេតោះណាតែបើសិនយើងមូលតម្លើងហ្គាហើយបែរជាទូលេខអត់ឡើងនៅសល់តែ50 60មានន័យថាដុំភ្លើងនេះគឺខូចហើយឬមួយក៏ឆ្លងខាងក្នុងហើយអញ្ចឹងយើងដោះត្រួតពិនិត្យមើលបើសិនជាដុំភ្លើងហ្នឹងវាមានឆេះខ្លោចអីដូរចេញទៅតោះណាបាទហើយសម្រាប់ម៉ូតូ Viva ស្ម័គ្រហ្នឹងគឺនេះ Viva បែបនេះចឹងខ្សែពណ៌លឿងនេះវាទៅចូលយោតសាហើយជាមួយខ្សែពណ៌សស្នូលក្រហមនេះក៏ចូលយោតសាដូចតែគ្នាដែរប៉ុន្តែគ្រាន់តែខ្សែពណ៌សនេះពណ៌សស្នូលក្រហមនេះចូលយោតសាហើយវាក៏បំបែកដើម្បីឡើងទៅក្នុងកុងតាក់បើកភ្លើងមុខតោះណាបាទបើកភ្លើងមុខចឹងបើកភ្លើងមុខចន្លោះភ្លើងរបស់ចន្លោះជុំភាគភ្លើងរបស់វាបានចាប់ពី11ក្រាស់ទៅ12ក្រាស់ទេតោះណាបើសិនលឺហ្នឹងវាដាច់ពូលបាទមែនទេវាដាច់ពូលហើយពំពូលវាមានកម្លាំងតែ12វ៉ុល35វ៉ាត់ទេអញ្ចឹងបើសិនជានេះវាលឺភ្លើងវាធ្វើដាច់ពូលដាក់ពូលទៅដាច់តាមពូលទៅដាច់មែនទេអញ្ចឹងវាទៅចូលយោតសាដល់ពេលដែលយើងចាប់ដើមមូលហ្គាទៅវាឡើងបានតែប៉ុណ្្នឹងទេតោះណានេះយ៉ាងណាហើយសម្រាប់យោតសានេះបើយើងនិយាយអំពីយោតសាវិញអានេះយោតនេះមិនមែនយោតចំរបស់វាណាបាទយោត656នេះសម្រាប់អាវ៉េវ110ទេយោតនេះចាំហ្នឹងហើយអាវ៉េវ110ហើយយោតវាមានខ្សែ4អញ្ចឹងអាខ្សែ2ខ្សែចេញពីដុំភ្លើងតោះណាបាទហើយមួយខ្សែនេះពណ៌ខ្មៅសនេះម៉ាស់តួមែនទេបាទហើយអាខ្សែពណ៌ក្រហមនេះគឺចេញទៅសាកអគុយអញ្ចឹងកម្លាំងសាកអគុយដែលចេញពីយោតសាកនេះគឺជាកម្រិតភ្លើង DC មែនទេជាប្រភេទភ្លើងឆ្អិនអញ្ចឹងកម្លាំងភ្លើងរបស់វានៅពេលដែលបងអូនចាប់ដើមដំឡើងហ្គាតិចទៅបើវានៅស្អាត14ក្រាស់14ជាងណាបើរូទៅស្រាប់តែឡើងរហូតទៅដល់15 16 17អីខូចយោតហើយឬក៏អត់ដិតម៉ាស់ហើយតោះណាវាមានបញ្ហាធ្វើឲ្យអាគុយហ្នឹងឆាប់ខូចឆាប់ប៉ោងក្តៅហើយបើសិនជាយើងមូលហ្គាទៅស្រាប់តែបានតែ13 12 13 អូនត្រូវមើលយោតសាកនេះតោះណាមើលយោតសាកតែទៅមើលយោតសាកហើយអូនត្រូវតែវាស់ពីដើមកំណត់ភ្លើងមានដែរយល់ទេទាំងអស់គ្នាអូខេយល់បានច្រើនអត់អូខេ